mớm choi ạ mớm ấy nè ê con đó đồ ở ngay đá quạt tròn chân hiểu tụi ngày nắng à đây cho mặt đam chừng ngang vạn chứ បាទជំរាបសួរពុកម៉ែបងប្អូនឥឡូវនេះខាងក្រុមហ៊ុន MT យើងខ្ញុំកំពុងតែធ្វើដំណើរទៅចំការដំឡូងដែលម្ចាស់ចំការគាត់ប្រើប្រាស់ផលិតផលរបស់ខាងក្រុមហ៊ុន MT យើងខ្ញុំគឺប្រើតាំងពីការចាប់ផ្ដើមដាំរហូតដល់ប្រមូលផលតែម្ដងមិនថាប្រភេទថ្នាំបដោះឬក៏ប្រភេទថ្នាំព្រិចមើមជាមួយនឹងប្រភេទថ្នាំព្យាបាលរោគប្រភេទថ្នាំសម្រាប់សត្វល្អិតផងដែរចឹងខាងខ្ញុំក៏បានចុះទៅចំការគាត់ដើម្បីទៅបញ្យល់ណែនាំពីវិធីសាស្ត្រហើយនិងបច្ចេកទេសផងដែរដើម្បីឲ្យគាត់ទទួលបានទិន្នផលបានខ្ពស់ផងដែរដោយចំការគាត់នឹងស្ថិតនៅក្នុងភូមិតួថ្មឃុំថ្មពូនស្រុកព្រៃឈរខេត្តកំពង់ចាម តាមហ្នឹងណាបើសិនជាអត់បានចលក់ឬវាតិចបាទពេលណាដែលយើងចលក់រឹសវាច្រត់ហ្មងកមធំហ្មងដល់ពេលចឹងអារឹសវាហ្នឹងគឺមើមហ្នឹងហើយបាទដល់ពេលចឹងបន្ទាប់ពីអាហ្នឹងណាបានបាញ់អាប្រេកមើមហ្នឹងគឺវាពើដើមហើយវាមកពើមើមហ្មងបាទហ្នឹងហើយដល់ពេលចឹងខ្លាំងខ្ញុំប្រៀបធៀបដីដែរអត់បានប្រើហើយនឹងអត់ប្រើអានោះមើមតិចអានេះមើមច្រើនជាងបាទតែអានោះវាអត់បានប្រើតែគ្រាន់តែយើងបានអាប្រេកមើមបាទហ្នឹងហើយព្រោះអស់ថ្នាំបាទដល់ពេលលើកក្រោយណាបាយកលក់ទៀតអូលេខ1មកតាមបាយភ័យទៅហើយមានទឹកទៀតពូជល្អទៀតខ្ញុំដល់ពេលដំបងនេះដែរបងគាត់ប្រែថាជ្លក់ប៉ុន្តែខ្ញុំដាក់ម៉ាទ័រយើងបាញ់ណាបាទចុះថ្នាំតិចហ្នឹងហើយប៉ុន្តែសំខាន់គឺពេលជ្លក់ណាដោយសារថាវាចំរឿងវាសួរថាយកជ្លក់ហ្នឹងទៅបាញ់បានអត់វាបាញ់បានប៉ុន្តែជួយអត់បាន 100% ទេប៉ុន្តែបើយើងធ្វើជ្លក់អត់តអ្នកដាំបាទអត់តអ្នកដាំបាទអ្នកដាំច្រើនដាំនេះយើងកាត់ទៅតាមកងយើងទៅព្រោះថាយើងកាត់ទៅគេប្រម៉ូដាំឲ្យតន់យើងណា ចុះវគ្គមុនបងប្រើទឹកលើសត្រូវអត់បង បាទឈប់ទៅរកវិធីជ្លក់ឲ្យបានជ្លក់បាទអូនចា បងជ្លក់ទុកហ៎បង រុំ បើសិនជានេះកាត់ដើមភ្លាម បងកាត់ទុករុំកាត់ធ្វើភ្លាមមួយហ្នឹងហើយបាទកាត់ទុកយើងគូនេះដែរព្រោះដើមយើងនៅឆ្កាទាំងអស់បាទដល់ពេលយើងទុកគោនៅតែមិនតន់មនុស្សច្រើនបង បាញ់មានកម្មវិធីបាញ់ដូចបងវគ្គមុន ដូចវគ្គមុនខ្ញុំគាត់ឲ្យចប់ទឹកថ្នាំតែខ្ញុំកាត់មួយសាហ្នឹង20 30បាច់ហ្នឹងកាត់តាមវាហើយខ្ញុំបាញ់យកមកបាញ់លើវាហ្មងហ៎បាទបាញ់មកកណ្ដាលបាញ់បន្តិចណាបងនេះក៏ប្រើបានដូចគ្នាប្រើបានប៉ុន្តែយើងចុះថ្នាំបន្តិចប៉ុណ្្នឹងណាហ្នឹងហើយប៉ុន្តែបើសិនជាលក់យើងបានច្រើនថាមួយឈុតយើង2ហាត់អីអត់អស់ទេបាទជាលក់មិនស្អីបើសិនយើងបាញ់ប៉ុន្តែចេះគាត់ប្រើប្រភេទត្រាំឬប្រភេទជ្លក់ប្រភេទជ្លក់បងបើសិនជាបងបាញ់យកប្រភេទត្រាំមកបាញ់វិញអានឹងបងចំណេញវិញចំណេញប៉ុណ្ណឹងគីឡូអត់ខាងនេះខាងនេះបាទខាងដូចគ្នាបងប្រភេទហ្នឹងទាំងគុណភាពខាងខ្ញុំទាំងពីរនេះដូចគ្នាបាទដូចកូនភ្លោះយ៉ាងមួយស្រីមួយប្រុសមើលទៅខាងដូចគ្នាថាយើងបាញ់ហ្នឹងយើងអាចដោតបានភ្លាមដល់ពេលត្រាំ5នាទីទៅ10នាទីអញ្ចឹងអត់អីទេវាគាត់បច្ចេកទេសរបស់វាទេណាប៉ុន្តែមែនទែនមកវាដូចគ្នាបាទដូចគ្នាបាទហ្នឹងហើយគុណភាពដូចគ្នាខាងដូចគ្នាហើយមួយទៀតបងអាចចំណេញទៀតដោយសារថាទឹកវាច្រើនហ្នឹងណាបាទទឹកវាច្រើនហើយពេលបងយកមកបាញ់មកអីហ្នឹងវាល្មមហ្មងហើយការចុះទុនបាយវាតិចហ្នឹងហើយហ្នឹងខ្ញុំចាខ្លាចដែរព្រោះខ្ញុំគិតដែរថាបើសិនជាថ្នាំត្រាំយកមកបាញ់ខ្លាចខ្សោយយើងអានោះព្រោះយើងអត់ខ្សោយទេបើសិនជាបើធ្វើអញ្ចឹងបានសុខចិត្តជ្រលក់វិញល្អជាងបាទជ្រលក់លើកបាទខ្ញុំជោគជាងបងដាក់ទឹក300លីត្រយកថ្នាំត្រាំដាក់ហើយជ្រលក់លើកបានដូចគ្នាហ្នឹងហើយឬបាញ់ក៏បានដូចគ្នាខ្ញុំគិតថាអញ្ចឹងបើយើងត្រាំតតែ5នាទីទៅ10នាទីបាទហ្នឹងគុណភាពវាល្អបាទវាត្រូវហើយបាទដោយសារតែវាបានបឺតបានអីបានល្អណាហ្នឹងហើយតែបើសិនជាអាចជ្រលក់នេះគឺខ្លាំងជាងវាបើកលឿនណាបាទអញ្ចឹងមកខ្ញុំទិញជ្រលក់នឹងមកបាទខ្ញុំដាក់ពងបាញ់ហ្មងទៅបាទហ្នឹងហើយ គឺគាត់ប្រើផលិតផលរបស់ខាងក្រុមហ៊ុន MT ហ្នឹងគឺតាំងពីការចាប់ផ្ដើមដាំរហូតដល់ប្រមូលផលដោយវគ្គដំបូងហ្នឹងគឺគាត់ប្រើប្រភេទថ្នាំបដោះឬប្រភេទជ្រលក់ដើម្បីយកទៅជ្រលក់ដើមដំឡូងដើម្បីយកទៅដាំដើម្បីធ្វើឲ្យចេញឫសបានច្រើនហើយធ្វើឲ្យដើមដំឡូងហ្នឹងគឺលូតលាស់បានល្អហើយដល់វគ្គបន្ទាប់ទៀតគឺគាត់ចាប់ផ្ដើមប្រើប្រភេទថ្នាំបរិចមើមដើម្បីពង្រីកមើមដំឡូងគាត់ហ្នឹងឲ្យធំបានលឿនធ្វើឲ្យដើមដំឡូងគាត់ហ្នឹងគឺលូតលាស់បានល្អហើយការពាររោគបានផងដែរ